បងប្អូនដែលឧស្សាហ៍ឡើងចុះប្រទេសថៃទស្សនាវីដេអូមួយនេះជាចំណេះដឹងថ្មីមួយជម្រាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃទី1ខែ5ឆ្នាំ2025នេះតទៅបងប្អូនដែលទៅលេងប្រទេសថៃគ្រប់សញ្ជាតិទាំងអស់លើកលែងទៅប្រទេសថៃណាខុសពីសញ្ជាតិថៃគឺត្រូវតែចូលទៅបំពេញព័ត៌មាន TDAC ទាំងអស់គ្នាតាមប្រព័ន្ធអនឡាញតាមទូរស័ព្ទដៃបងប្អូនទាំងអស់គ្នាដោយសារពីមុនហ្នឹងនៅពេលដែលបងប្អូនទៅលេងប្រទេសថៃតែងតែបំពេញនៅกระดาษសមួយផ្ទាំងមួយពីព័ត៌មានផ្ទាល់ខ្លួនត្រូវទេអញ្ចឹងឥឡូវគេលែងមានហើយគេឲ្យយើងចូលទៅបំពេញតាមអនឡាញវិញតែម្ដងមានន័យថានៅពេលដែលបងប្អូនចង់ទៅលេងប្រទេសថៃត្រូវតែចូលទៅបំពេញតាម TDAC ហ្នឹងប៉ុន្តែមិនមែនទៅភ្លាមៗណាគឺមុន3ថ្ងៃនៅពេលដែលយើងទៅលេងមានន័យថាបើសិនជាបងប្អូនទៅលេងថ្ងៃទី1ខែ5ដូច្នេះបងប្អូនត្រូវតែបំពេញឲ្យបានមុនថ្ងៃទី1មានន័យថាអាចបំពេញថ្ងៃទី29 30ឬ31មិនឲ្យលើសពី3ថ្ងៃក៏មិនឲ្យក្រោមពី3ថ្ងៃដែរបងប្អូនអញ្ចឹងចន្លោះថ្ងៃទី29 30 31បងប្អូនពេញយ៉ាងណាក៏បានដែរឲ្យបានមុនថ្ងៃដែលបងប្អូនទៅលេងហើយពេលដែលបំពេញហើយហ្នឹងណាមិនប្រកាសថាបានទៅទៀតលុះត្រាតែមានការផ្ញើសារចូលតាម Gmail ថាគេព្រមឲ្យយើងចូលអាហ្នឹងទើបយើងបានវាយប៉ាសពតទៅបានអាហ្នឹងអញ្ចឹងណាបងប្អូនហើយការធ្វើ TDAC នេះសូមបញ្ជាក់ថាគឺគេធ្វើគ្រប់ស្ថានភាពមធ្យោបាយទាំងអស់មិនថាបងប្អូនជិះយន្តហោះជិះឡានឬក៏ជិះទូកកប៉ាល់អីនោះទេផ្លូវគោកផ្លូវអាកាសផ្លូវទឹកគឺគេត្រូវតែធ្វើ TDAC នឹងទាំងអស់គ្នាប៉ុន្តែលើកលែងតែករណីជនជាតិថៃតែប៉ុណ្ណោះអញ្ចឹងដូចយើងជាជនជាតិខ្មែរអញ្ចឹងនៅពេលដែលយើងចង់ទៅលេងបាងកកទៅលេងអីហ្នឹងគឺត្រូវតែបំពេញអញ្ចឹងទាំងអស់គ្នាតែម្ដងបងប្អូនដូចនៅក្នុងវីដេអូដែលបានបញ្ជាក់ខ្ញុំកាត់តរូបភាពខ្លីៗឲ្យបងប្អូនមើលហ្នឹងណាគឺមុន3ថ្ងៃដែលយើងទៅលេងហើយមិនឲ្យលើសពី3ថ្ងៃទៀតមានថាបើសិនជាបងប្អូនចង់ទៅលេងថ្ងៃ1មិនអាចបំពេញថ្ងៃ10ជាងខែ3បានទេត្រូវតែមុន3ថ្ងៃនៅថ្ងៃដែលយើងធ្វើដំណើរចំពោះការបំពេញវិញព័ត៌មានដែលយើងត្រូវបំពេញគឺដូចនៅក្នុងប៉ាសពតយើងចឹងប៉ាសពតយើងឈ្មោះដាក់ឈ្មោះហ្នឹងទៅហើយលេខកូដប៉ាសពតលេខចឹងទៅបងប្អូនថ្ងៃខែឆ្នាំកំណើតចឹងទៅភេទរបស់យើងចឹងទៅហើយមានទីតាំងដែលយើងត្រូវទៅលេងនៅបាងកកឈ្មោះអីម្ដុំណាលេខទូរស័ព្ទជាមួយនឹងស្ថានភាពដែលយើងត្រូវទៅមួយទៀតគឺវ៉ាក់សាំងមានព័ត៌មានខ្លះសួរអំពីវ៉ាក់សាំងដែលយើងបានចាក់ហ្នឹងប្រហែលដូសហើយបានចាក់វ៉ាក់សាំងអត់អីចឹងបងប្អូននិយាយទៅព័ត៌មាននេះគឺលក្ខណៈថាដោយការជំនាន់កូវីដអញ្ចឹងអ្នកដែលទៅថៃជំនាន់កូវីដគឺបានបំពេញឲ្យតាមអនឡាញដូចគ្នាអញ្ចឹងហើយឥឡូវនេះគឺគេលែងឲ្យយើងធ្វើទៅសេកដាស់នំតែពិបាកគេឲ្យយើងបំពេញតាមអនឡាញវិញប៉ុន្តែខ្ញុំគិតថាការបំពេញតាមអនឡាញនេះវាជាផលរាំងស្ទះមួយវិញសម្រាប់អ៊ំចាស់ចាស់ដែលគាត់អត់ចេះដែលគាត់ត្រូវតែមានអ្នកបំពេញឲ្យត្រូវអ្នកធ្វើឲ្យហើយគាត់ត្រូវតែបង្ហាញមានន័យថានៅពេលដែលយើងបានរួចរាល់ហើយគេនឹងផ្ញើជា link ឬក៏ផ្ញើជា QR code ឬក៏ផ្ញើជាសារមួយមកតាម Gmail របស់យើងឲ្យថាយើងនឹងបានអូខេមានថាគេapproveយើងបានឆ្លងដែរណាអញ្ចឹងយើងត្រូវតែថតអានឹងទុកជាប់ខ្លួននៅពេលដែលយើងចូលទៅឆែកប៉ាសពតប្រកាសជាខាងថៃគេសួរហៅព័ត៌មានបំពេញហ្នឹងហើយអញ្ចឹងយើងត្រូវតែបើកតំណែងគេមើលដើម្បីគេ scan អញ្ចឹងខ្ញុំចង់បញ្ជាក់អញ្ចឹងថាចាប់ពីថ្ងៃទី1ខែ5នេះទៅការចូលប្រទេសថៃមិនមែនដូចមុនទេគឺត្រូវតែបំពេញតាម TDAC ហ្នឹងបើសិនជាអត់ទេគឺគេដេញឲ្យយើងមកដំណងជួរហើយមកដំណងជួរមិនប្រកាសថាបានចូលទៀតគឺដូចខ្ញុំបញ្ជាក់អញ្ចឹងថាធ្វើម៉េចបំពេញអាហ្នឹងឲ្យបានមុន3ថ្ងៃមុនពេលធ្វើដំណើរបងប្អូនអរគុណច្រើនបើមានចង្អុលអីអាច comment សួរបន្ថែមហើយបើខ្ញុំអត់ដឹងអីខ្ញុំនឹងស្វែងរកចម្លើយមកឆ្លើយជូនបងប្អូនទាំងអស់គ្នាណាជួបគ្នានៅវីដេអូក្រោយអរគុណបងប្អូនទាំងអស់គ្នា